ចូលមករំអូនស្រី hip hop បែបថ្មីមិនជាមួយនឹងស្គរដៃទាំងត្រូវលាយខ្លីនឹងចាបៃ tempo បង្កើតថ្មី sorry លេងអដៃចូលមកអូនស្រីមកឡោភ្លេងថ្មីកំពុងពេញឡើងសេរី Wait a minute នាងថាបងសង្ហាតែនៅតែខ្លួន hit នាងសំចរចាបងសង្ហាសំអំតិច See so her រៀងបងទាំងឡាសិត I don't want to be coy តែខូចគឺបងខលសុភាពបរងបងសុភាពបរង festival អូយបាទគាត់មិនចង់ខូចទេបាទតែបើគាត់ខូចគឺគាត់ខលហើយបាទ lyric នេះអែមែនតើបាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនឃើញថាឥឡូវនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនទៅលើបទចម្រៀងថ្មីរបស់អ្នកអុកញ៉ាខេមរៈសេរីមុនដែលគាត់បានបកស្រាយរួមគ្នាជាមួយនឹងលោក Tempo Trees ដែលបទនោះមានចំណងជើងថាខ្មែរ Web បាទបទនេះគឺផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាឃើញថាគាត់ទៅតែផុសបាទកាលពីម្សិលមិញទេហើយឥឡូវនេះ view រហូតដល់ទៅ 1.5 លាន view ទៅហើយបងប្អូនហើយប្រភេទបទ hip hop បែបនេះយើងសង្កេតឃើញថាភាគច្រើនគាត់ផុសនៅក្នុង channel YouTube របស់ Cam Pop Galaxy Navatra ឲ្យតែបទចម្រៀងណាមួយដែលបានផុសនៅក្នុង channel YouTube នឹងឃើញថាបទនឹងមានភាពល្បីល្បាញខ្លាំងយកតែមែនតែនបាទផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនតែនអូខេបងប្អូនទាំងអស់គ្នាយើងចង់ដឹងថាតើបទនេះមានរសជាតិយ៉ាងណាដែរហេតុអ្វីបានជាផ្ទុះការចាប់អារម្មណ៍ខ្លាំងម្លេះត្រឹមតែរយៈពេលមួយថ្ងៃបាទគាត់រក view បានរហូតដល់ទៅ 1.5 លានទៅហើយនោះកុំឲ្យខាតពេលយូរតា let's go អូ25ហើយបងប្អូន2025ហើយចូលមករំអូនស្រី hip hop បែបថ្មីមិនជាមួយនឹងស្គរដៃទាំងត្រូវលាយខ្លីនឹងចាបៃ tempo បង្កើតថ្មី sorry លេងអដៃចូលមកអូនស្រីមកឡោភ្លេងថ្មីកំពុងពេញឡើងសេរីតាគៀដូចតាគៀមកជុំតាគៀធំកំពល់អីមុំមកកលែងកវី Yeah Wait a minute នាងថាបងសង្ហាតែនៅតែខ្លួន hit នាងសំចរចាបងសង្ហាសំអំតិច See so her រៀងបងទាំងឡាសិត I don't want to be coy តែខូចគឺបងខលសុភាពបរងបងសុភាពបរង festival អូយបាទគាត់មិនចង់ខូចទេបាទតែបើគាត់ខូចគឺគាត់ខលហើយបាទ lyric នេះអែមែនតើបាទឃើញថាបទនេះគឺនិពន្ធដោយលោក Tempo Trees បាទជាមួយនឹងRoyer បាទ Royer ខ្ញុំខានស្ដាប់ឮគាត់ច្រៀង rap យូរហើយឥឡូវនេះបទនេះគឺថាអត្ថន័យអែមមែនតើបាទហើយបទនេះផងដែរគឺជាការច្រៀងរួមគ្នាលើកដំបូងរវាងអ្នកអុកញ៉ាខេមរៈសេរីមុនជាមួយនឹងលោក Tempo Trees បាទនៅពេលនេះស្ដាច់ចម្រៀងប៉ះគ្នាជាមួយនឹងស្ដាច់ភ្លេងហើយបងប្អូនKSM ឲ្យចង្កេងអ៊ំវិលបងប្អូន Tempo កាន់តែក្តៅកាន់តែឆើដល់ពេល Tempo កាន់តែក្តៅកាន់តែឆិលជួម៉ៃ lyric នេះអែមែនតើឲ្យចង្កេងអ៊ំវិលបងប្អូន Tempo កាន់តែក្តៅកាន់តែឆើដូចឡើងក៏ជ្រុលក្តៅកាន់តែហល់ចូលដល់បង្ខែមរ៉ាដែលផ្ដល់ឱកាសមានពីម្សិលខ្ញុំបោក D speedly នឹង flow ខ្ញុំឲ្យវារអល់គាត់សាដោធូបងខេមរៈដែលផ្ដល់ឱកាសឲ្យក្មេងកាលពីម្សិលជាការពិតដោយសារ Tempo គាត់ចំនួនក្រោយអ្នកអុកញ៉ាខេមរៈសេរីមុនទេបាទអ្នកអុកញ៉ាខេមរៈសេរីមុនខ្ញុំស្ដាប់ចម្រៀងគាត់តាំងពីខ្ញុំអាយុ6 7ឆ្នាំណាបងប្អូនបាទបុកនឹងភ្លេងខ្មែរខ្ញុំនឹងកែរញ៉ៅរំកិលខ្ញុំចង់រងរបស់ខ្ញុំជា ABC លយអាកន្លែងខ្លុយចាប់ចូលមិញបាទនេះចង់រំចូលនេះចង់រំឡើងដូចជារំលេច1 2 In the club លឺបនូមានថាម chill on chill and let's do it one more time តបយើងបក feel straight out ពីបឹងតពុនពីក្មេងទៅធំ Now getting big ឈ្មោះខ្ញុំគេចាំនៅជួនជំនះស្គរចាទុំខ្ញុំកាន់តែធំកាន់តែមិនធ្លាក់ rapper ចេះសាពះបើឆ្លើយអូ rapper ខ្ញុំចេះសំពះបាទបើឆ្លើយខ្ញុំត្រូវប្រលះអូក៏ rapper គាត់ slow boat ទេបាទរុំទុំសុភាពរៀបសារប៉ុន្តែហ៊ានតែឆ្លើយបាទគាត់ប្រលះមកអស់ដៃតែម្ដងប្រលះតាមរយៈការតែង lyric បាទ distract អីចឹងណាត្រូវប្រលះខ្ញុំកែត្រង់ជួពុំមានតគួមានសតិសបញ្ញញ្ញាចុកអត់ខ្ញុំនិយាយ like that អួតពេកតិចបានតែមកផ្លែចាប់នៅជាមួយនឹងឆ្លងកលោធ្វើ
សរីមុនផ្លេបានគុកគំរូបចង់លេងចង់មកលោកបករំអូនស្រីហីបបែបថ្មីមកជាមួយនឹងស្គរដៃមានទាំងត្រលាយខ្លុយនឹងចាប់បីthêmផបកាត់ថ្មី sorry លេងអដៃណែអូហូ my god បាទបទនេះឃើញថាមានទាំងត្រលាយខ្លុយនឹងចាប់បីជាការពិតបាទបទនេះគាត់យកនៅឧបករណ៍ភ្លេងបុរាណខ្មែរមកបញ្ចូលនោះគឺមាន3ឧបករណ៍ទី1ត្របាទត្រសោយើងហ្នឹងបាទត្រសោជាឧបករណ៍ភ្លេងបុរាណខ្មែររបស់យើងហ្នឹងទី2ខ្លុយហើយនឹងចាប៉ីបងប្អូនឃើញថា hip hop ដែលមានការ mix បញ្ចូលគ្នាជាមួយនឹងស្គរដៃហើយព្រមទាំងមានទាំងត្របាទលាយខ្លុយនឹងចាប៉ីបង្កើតបានជារសជាតិថ្មីសហសវត្តថ្មីក្នុងវិស័យចម្រៀងបច្ចុប្បន្នរបស់យើងហើយនេះគឺជាការច្រៀងរួមគ្នាលើកដំបូងឲ្យរបស់អ្នកអុកញ៉ាខេមរៈស្រីមុនជាមួយនឹង Tempo Tris ផងដែរហើយបទនេះអែមខ្លាំងមែនតើបងប្អូនសម្រាប់ខ្ញុំឲ្យបន្ទុក100 លើ 100ហើយបទនេះចេញមកគឺថាល្បីដូចបទកាលបងខេមរៈស្រីមុនគាត់ច្រៀងជាមួយនឹង DJ ក្តាប់នោះគឺបទបើកលុយបាទចំនួនកាល12ឆ្នាំមុនហ្នឹងបងប្អូនទៅណាក៏លឺដែរមិនថាបាសមិនថាមញ៉េទេតែគឺចាក់បទបើកលុយអេក្តាប់ស្លីពាក់ឲ្យលុយទៅក្លឹបទៅដែរឲ្យទៅបើកប្រាក់ខែដែរទៅក្លឹបហើយអូខេយើងស្ដាប់បន្តទៀតបងប្អូនបករំអូនស្រី hip hop បែបថ្មីមកជាមួយនឹងស្គរដៃមានទាំងត្រលាយខ្លុយនឹងចាប់បី tempo បង្កើតថ្មី sorry លេងអត់ដៃចូលមកអូនស្រីមកលោកលេងថ្មីកំពុងពេញឡើងសេរីតាគៀតូចតាគៀមកជុំតាគៀធំកង្វល់អីមុំមកកលែងទៅវីអូយបាទនិយាយឲ្យច្រើនតិចបងប្អូនខ្ញុំសូមសារចូលមកអូនស្រីមកលោកលេងថ្មីកំពុងពេញឡើងសេរីគឺថាកន្លែងទីតាំងដែលគាត់ជ្រើសរើសយកមកថត MV នោះក៏អែមហើយបាទតួអ្នករាំអីច្រើនស្អាតមែនតើបាទដូចតាគៀមកជុំតាគៀធំកង្វល់អីមុំមកកលែងទៅវីអូបាទនេះគឺច្រើនជា singer របស់គាត់បងប្អូនអូ dancer របស់គាត់ចូលមកចិត្តបងរកអានគ្នាទៅជួបម្ដងលេរីខ្មែរឲ្យបែររងមក W ធម្មតាទៅអូនទំនេរច្បបអូនលេងភីកបូរូរីមិនទៅ she wanna get my number phone អូនថាបងទៅណាក៏បានមិនចង់ alone គឺខ្ញុំបែបតាគឺខ្ញុំជា superstar សម័យមិនធម្មតាខ្ញុំជា super car ចូលមកនិយាយពី Tempo Tris បងប្អូនបាទមុខមាត់របស់គាត់ពេលឥឡូវនេះបាទឥឡូវបងប្អូនឃើញអញ្ចឹងបាទមានពុកមាត់ចងសក់អញ្ចឹង style ថ្មីសម័យបច្ចុប្បន្ន2025 2024កន្លងទៅអញ្ចឹងណាឥឡូវបងប្អូនកលេចទៅមើលកាលពី6 7ឆ្នាំមុនខ្ញុំឲ្យមើលរូបគាត់បន្តិចនេះបងប្អូនកាល Tempo Tris បាទកាលពីនេះ7ឆ្នាំកន្លងទៅបទដែលផ្ទុះខ្លាំងដែរឆ្នាំកាលពី7ឆ្នាំមុនហ្នឹងបទឈរមើលដែលគាត់ច្រៀងរួមគ្នាជាមួយនឹងលោក Cam បងប្អូនទាំងអស់គ្នា view រហូតដល់37លានបើនឹងផ្ទុះមែនតើប៉ុន្តែបងប្អូនមើលមុខមាត់គាត់ដូចមនុស្ស2នាក់ផ្សេងគ្នាអញ្ចឹងបងប្អូនមើលមុខគាត់កាលពី7ឆ្នាំមុននឹងឥឡូវគឺថាអានេះសម្រាប់ខ្ញុំយល់ដូចមុខមាត់2នាក់ផ្សេងគ្នាអញ្ចឹងបាទកាលមុនគាត់លេង style ផ្សេងអញ្ចឹងទៅបាទហើយមុខមាត់បងប្អូនមើលបាទអត់មានពុកមាត់ដូចឥឡូវទេអូ my god អត់មានចងសក់ក្បួចទៅខាងដូចឥឡូវទេបាទឥឡូវយើងមើលតទៀតមកចិត្តបងខិតមកគៀឲ្យមានទំនាក់ទំនងអេមែន effect មួយនេះអូ my god ជប់នេះអត់ប្រមាណបងភេទមិនកាត់កង everything is on me ទៅបងនៅ season party ជាមួយបង party ជាមួយបងផឹកជាមួយនឹងបងរំលេងជាមួយបង This is my vibe This is my ជាសបាយដល់គ្រប់ខែ This is my vibe my wife, spread it to the world. I need you, my wife. This is my wife. This is my wife. Who just survive the group kite. This is my wife. This is my wife. Spread it to the world. I need you, my wife. Ôi, em ơi. Mà score đáy à. Đi bà Clay. Ôi
bà nhóm bật chi bàสบายចិត្តខ្លាំងមែនតើបាទឲ្យតែភាកច្រើនបទចម្រៀងណាដែលជាយាមយកឧបករណ៍ភ្លេងខ្មែរយកមកបញ្ចូល mix ជាមួយនឹងភ្លេងសម័យបច្ចុប្បន្នរបស់យើងគឺថាស្ដាប់ទៅគឺថាទទួលបានរសជាតិថ្មីតែម្ដងคล้ายទៅជាសហសវត្តថ្មីនៃតន្ត្រីខ្មែររបស់យើងបងប្អូនអូខេខ្មែរ vibe អូខេបងប្អូនបាទឃើញថាបទនេះបាទស័ក្តិសមនឹងផ្ទុះការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់គាត់មែនបាទពិតជា trending on YouTube នៅលើបទចម្រៀងខ្មែរយើងមែនដែលបទនេះគឺថាគឺនិពន្ធដោយបាទ Tempo Trees ជាមួយនឹង Roy Years បាទហើយអ្នកផលិតតន្ត្រីគឺថា Tempo Trees គឺជាផលិតករតន្ត្រីមួយបាទប្រចាំផលិតកម្ម Galaxy Navatra ក៏ដូចជាពីដើមគាត់នៅច្រៀងនៅថោនក៏គាត់គឺជាអ្នកនិពន្ធផងបាទអ្នកផលិតតន្ត្រីផងបាទអែមែនតើសមត្ថភាពរបស់គាត់ហើយសម្រាប់ខ្មែរ instrument បាទឧបករណ៍ភ្លេងខ្មែរដោយលោកចម្រើនផាន់អូខេផាន់ចម្រើនអូខេបាទបងប្អូនយល់ថាបទនេះស័ក្តិសមនឹងឲ្យបន្ទុក100 លើ 100 ដែរឬអត់បាទសម្រាប់ខ្ញុំគឺឲ្យបន្ទុកបែបហ្នឹងបាទពីព្រោះបាទអែមែនតើបាទនិយាយទៅលោកខេមរៈស្រីមុនគាត់ពិតជាស័ក្តិសមជាស្ដេចចម្រៀងនៅស្រុកខ្មែរមែនហើយដោយសារតែគាត់បាទ hip hop ក៏បានបាទមនោសញ្ចេតនាក៏បានបុរាណក៏បានបាទកន្ទ្រឹមក៏បានសង់ទីម៉ង់បែបស្រុកស្រែក៏បានគឺថាគ្រប់ចង្វាក់គ្រប់ភ្លេងគឺគាត់ធ្វើបានទាំងអស់បាទនេះគឺស័ក្តិសមជាស្ដេចចម្រៀងប៉ះជាមួយនឹងស្ដេចភ្លេងមែនបាទហើយមួយវិញទៀតបងប្អូនខ្ញុំមានចំណាប់អារម្មណ៍ឃើញថាខ្ញុំស្រឡាញ់ភ្លេងបុរាណខ្មែរត្រង់ថា mix ជាមួយនឹងឧបករណ៍ភ្លេងសម័យគឺថាពិតជាពីរោះខ្លាំងមែនតើយើងស្ដាប់ទៅគឺគេហៅថាកាន់តែមានរសជាតិទៅលើបទចម្រៀងហ្នឹងមួយវិញទៀតគឺយើងទទួលបានអត្ថប្រយោជន៍យ៉ាងម៉េចនៅពេលដែលគាត់ព្យាយាមបាទបញ្ចូលឧបករណ៍ភ្លេងខ្មែរទៅលើបទចម្រៀងហ្នឹងនៅពេលដែលជនជាតិបរទេសគាត់យកទៅធ្វើការ reaction គាត់នឹងកាន់តែស្គាល់នៅឧបករណ៍ភ្លេងបុរាណខ្មែររបស់យើងកាន់តែស្គាល់នៅវប្បធម៌ខ្មែររបស់យើងកាន់តែច្រើនអរគុណបងប្អូនទាំងអស់គ្នានេះគឺជាការយល់ឃើញរបស់ខ្ញុំទៅលើបទចម្រៀងនេះទេបើសិនជាមានកង្វះខាតឬកំហុសឆ្គងត្រង់ណាសូមបងប្អូនជួយ comment នៅខាងក្រោមវីដេអូនេះផងបាទដើម្បីគេហៅថាជាការរិះគន់សម្រាប់ការស្ថាបនាអញ្ចឹងណាមិនមែនរិះគន់ដើម្បីជាការជន់បន្តិចទេបងប្អូនទាំងអស់គ្នាខ្មែរស្រឡាញ់ខ្មែរយើងខ្មែរដូចគ្នាត្រូវតែចេះជួយគ្នាអូខេបងប្អូនអរគុណណាស់សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនជួយចិត្តសូមកុំភ្លេចជួយចុច like និង subscribe Channel YouTube ម្នាក់មួយផងបាទជូនពរបងប្អូនសំណាងល្អបាទរកទទួលទានមានបានហើយទៅណាមកណាសូមប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ